នេះជាប្រាសាទព្រះខ័នជាប្រាសាទសំខាន់មួយក្នុងតំបន់អង្គរដែលត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី12ក្នុងសម័យព្រះបាទជ័យវរ្ម័នទី7ភ្ញៀវទេសចរជាតិអន្តរជាតិតែងតែមកកំសាន្តមកលេងនិងទស្សនាក៏ដូចជាថតរូបទុកជាអនុស្សាវរីយ៍ក៏ដូចជាចូលរួមផ្សព្វផ្សាយអំពីប្រាសាទបុរាណមួយនេះប្រាសាទនេះត្រូវបានឧទ្ទិសជាព្រះវិហារព្រះពុទ្ធសាសនានិងជាស្ថានបូជាដ៏ធំដែលមានតួនាទីជាមជ្ឈមណ្ឌលសាសនានិងសង្គមសំខាន់មួយនៃអាណាចក្រខ្មែរនៅសម័យអង្គរប្រាសាទព្រះខ័នមិនមែនជាសាកលវិទ្យាល័យក្នុងអត្ថន័យទំនើបដូចជាសាកលវិទ្យាល័យសពថ្ងៃនោះទេទោះជាយ៉ាងណាប្រាសាទនេះត្រូវបានប្រើប្រាស់ជាគ្រឹះស្ថានសិក្សានិងបណ្ដុះបណ្ដាលសម្រាប់សង្ឃនិងអ្នកប្រាជ្ញក្នុងការសិក្សាព្រះធម៌ទស្សនវិជ្ជាអក្សរសាស្ត្រនិងចំណេះដឹងសាសនាផ្សេងៗដោយទស្សនិកជនបានឃើញហើយប្រាសាទព្រះខ័នមានការសាងសង់និងក្បូរក្បាច់រចនារួមទាំងថ្មចម្លាក់ទាំងខ្លងទ្វារឬក៏កំពូលប្រាសាទអីជាដើមបាទមើលឃើញពន្លឺចាំងពីលើតែម្ដងដោយបងប្អូនបានឃើញជាក់ស្ដែងដែលខ្ញុំបានថតនេះអញ្ចឹងបាទឯកសារចម្លាក់អក្សរបុរាណបានបង្ហាញថាប្រាសាទព្រះខ័នមានសកម្មភាពអប់រំមានព្រះសង្ឃអាចារ្យនិងអ្នកបម្រើជាច្រើនរស់នៅនិងធ្វើការបង្រៀននៅទីនោះដែលហេតុនេះប្រាសាទព្រះខ័នអាចត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសិក្សានិងសាសនាដ៏សំខាន់មួយនៅសម័យអង្គរដែលមានតួនាទីស្រដៀងនឹងគ្រឹះស្ថានអប់រំក្នុងបរិបទវប្បធម៌នៃសម័យនោះប្រាសាទព្រះខ័នជាភស្តុតាងបង្ហាញពីការយកចិត្តទុកដាក់របស់អាណាចក្រខ្មែរលើការអប់រំសាសនានិងចំណេះដឹងដែលជាគ្រឹះសម្រាប់ការរីកចម្រើននៃអរិយធម៌អង្គរជាក់ស្ដែងដោយបងប្អូនបានឃើញហើយនេះវីដេអូអ្នកទស្សនានៅក្នុងប្រាសាទព្រះខ័ននៅខាងក្នុងប្រាសាទព្រះខ័ននេះហាក់មានចេតិយមួយដូចជារាងដាវបាទដាវហើយជាទេសចរជាតិអន្តរជាតិតែងតែថតរូបក៏ដូចជាវីដេអូទុកជាអនុស្សាវរីយ៍នៅពីត្រង់ទីនោះហើយនៅកំពូលហ្នឹងពុកពេញទៅដោយពន្លឺព្រះទឹកចាំងពីលើតែម្ដងបាទប្រាសាទព្រះខ័នហើយនេះជាខ្លងពីបាទជាទេសចរជាតិអន្តរជាតិធ្វើដំណើរបាទសូមចាត់ថាខ្លងទ្វារដែលជួយទស្សនាប្រាសាទព្រះខ័ននេះមានចំនួន4ផងដែរបាទអាចចេញចូលបានបាទយើងអាចធ្វើដំណើរកម្សាន្តទស្សនាបាននៅក្នុងប្រាសាទនឹងបាទគ្រឹះក៏ដូចជានៃគម្រោងទុកប្រាសាទហ្នឹងពិតជារឹងមាំអស្ចារ្យមែនទេតាមរយៈការទស្សនាបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងគឺមានភាពអស្ចារ្យមែនទែនដែលនឹកស្មានដល់ថាបុព្វបុរសខ្មែរយើងសាងសង់ប្រាសាទនីមួយៗពោពេញទៅដោយគ្រឹះដ៏រឹងមាំប្រសិនបើមានការថែរក្សាដិតដល់ត្រឹមត្រូវគឺมันមានការបាក់បែកនិងខ្ទេចខ្ទាំទេហើយបើគ្មានសង្គ្រាមអីជាដើមហ្នឹងក៏គ្មានការបាក់បែកអីដែរបាទដូចខ្ញុំបានធ្វើការចង្អុលបង្ហាញយ៉ាងបាទវាជាកន្លែងប្រាសាទក៏ដូចជាចេតិយមួយដែលបានកសាងក្នុងសម័យបុរាណនៅទីហ្នឹងបើតាមប្រវត្តិសាស្ត្រខ្មែរប្រាសាទព្រះខ័ននេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7ក្រោយព្រះអង្គបានវាយឈ្នះទ័ពចាមនៅចុងសតវត្សទី12ក្នុងឆ្នាំ1991ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី7នឹងព្រះអង្គបានកាន់លទ្ធិព្រះពុទ្ធសាសនាមហាយានប្រាសាទព្រះខ័នមានប្លង់រាងចតុកោណកែងដែលមានបណ្ដោយ800ម៉ែត្រនិងទទឹង700ម៉ែត្រប្រាសាទនេះមានកំពែង4ជាន់និងមានគោបុរៈខ្លោងទ្វារប្រាសាទតាមទិសទាំង4នៅសងខាងគោបុរៈទាំង4មានរូបចម្លាក់គ្រុឌជាន់នាគដែលត្រូវបានឆ្លាក់ជាប់កំពែងប្រាសាទដោយបងប្អូនបានឃើញទស្សនាវីដេអូនេះអញ្ចឹងបាទមានគ្រុឌមានខ្លោងទ្វារចំនួន4បាទដែលបានថតដោយរូបខ្ញុំបាទដែលខ្ញុំបានទៅទស្សនាក៏ដូចជាថតទុកជាឯកសារវីដេអូនិងផុសផ្សព្វផ្សាយពីសក្តានុពលទេសចរវប្បធម៌របស់ប្រទេសកម្ពុជាយើង
ដែលសម្បូរទៅដោយប្រាសាទបុរាណគឺក្នុងខេត្តសៀមរាបនៅពេលទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូនបានទស្សនាវីដេអូនេះកុំភ្លេចជួយ share ក៏ដូចជាជួយ like តាមរយៈ page ដែលមានឈ្មោះថាពិតនិងជួយ like ជួយ follow page រួមទាំងជួយ subscribe YouTube ដែលមានឈ្មោះថាពិតនិង TikTok ពិតជួយ follow និង share ផងដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចររបស់ប្រទេសកម្ពុជាយើងដើម្បីចូលរួមចំណែកកសាងប្រទេសជាតិយើងតាមរយៈតាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិខ្ញុំពិតជាអរគុណសម្រាប់ទស្សនាក៏ដូចជាជួយ share ហើយសង្ឃឹមថាពុកម៉ែបងប្អូនទៅដើរលេងកម្សាន្តនៅទីណាចូលរួមថតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចររបស់ប្រទេសកម្ពុជាយើងបាទសូមអរគុណនិងសូមជម្រាបលាបាទ